Bong chui review camera Blackmagic Design Pixie 6K Cinema Box Camera Full Frame មួយមកបងរវាង Canon EF និង Leica L តាមមួយណាស្រួលប្រាយជាងអរគុណថ្ងៃនេះយើងនឹងមកអំពី Blackmagic Pixie Cinema Camera 6K ម្ដងទៀតដែលលើកនេះយើងនឹងទៅមើល detail ទៀតទៅតងជាមួយនឹង mount camera មួយនេះដែលកាមេរ៉ាមួយនេះគឺត្រូវបានក្រុមហ៊ុន Blackmagic Design ផលិតចេញមកជា3 mount ដែលយើងមានPL mount យើងមាន locking EF mount និងយើងមាន L mount mount ដំបូងគេរបស់ Blackmagic Pixie 6K មួយនេះគឺ PL mount ដែល PL mount គឺត្រូវបានចាត់ទុកថាជាប្រភេទកាមេរ៉ាចម្រាស់ដែលអាចប្រើជាមួយនឹងប្រភេទ lens cinema សម្រាប់យើងធ្វើការ production shoot ធំនឹងជាដើមហ្នឹងដែលប្រភេទ lens មួយនេះគឺត្រូវបានផលិតចេញជាឧទាហរណ៍ដូចជាមានដូចជា brand Arri មានដូចជាប្រភេទ Cook ឬក៏ lens size ជាដើមហ្នឹង mount ទី2របស់កាមេរ៉ាមួយនេះគឺយើងដឹងស្រាប់ហើយគឺ EF mount ដែលតួម៉ាស៊ីនគឺនៅតែជាតួម៉ាស៊ីនរបស់ Blackmagic Pixie ដដែលទេប៉ុន្តែគាត់ថា Blackmagic បានដូរ mount នេះចេញមកជាប្រភេទ mount EF mount ដែលយើងអាចប្រើជាមួយនឹង lens Canon ភាគច្រើនហើយដែល lens Canon នេះគឺភាគច្រើនគឺយើងមានស្រាប់ដូចជានៅយើងគឺមានប្រើប្រភេទ lens នេះច្រើនហើយតម្លៃវាក៏មិនសូវជាថ្លៃដែរដែលត្រូវបានគេប្រើប្រាស់សម្រាប់ទាំងវីដេអូទាំង photo ក៏មានដែរហើយតម្លៃវាក៏មិនសូវជាថ្លៃហើយជាអ្វីដែលសំខាន់នោះគឺ mount នេះមាន auto focus support ជាមួយនឹង Blackmagic Pixie 6K នេះផងដែរ mount បន្ទាប់ទៀតនោះគឺប្រភេទពួក L mount ដែលក្រុមហ៊ុន Blackmagic បានផលិតកាមេរ៉ា Pixie 6K នេះសម្រាប់ mount ប្រភេទនេះផងដែរដែល mount ប្រភេទនេះយើងឃើញមានទៅលើប្រភេទ brand ដូចជា brand Leica Panasonic ឬក៏ Sigma ជាដើមហ្នឹងក៏មានប្រភេទពួក L mount នេះមកជាមួយផងដែរដែល L mount នេះគឺផ្ដល់ជាមួយនឹង auto focus កាន់តែបច្ចេកវិទ្យាវាកាន់តែល្អជាងមុនកាន់ល្អជាង EF mount ហើយដែលត្រូវបានប្រើពេលច្រើនទៅលើប្រភេទពួក mirrorless camera ហើយថ្ងៃនេះយើងនឹងទៅមើល detail ពីប្រភេទ lens mount តែ2 model ទេគឺ EF mount និង L mount ដែល PL mount គឺយើងទុកមួយឡែកសិនចំពោះចំណុចទី1ដែលយើងគួរចាប់អារម្មណ៍ដែលយើងដឹងទាំងអស់គ្នានោះគឺ lens compatibility ដែល EF mount គឺភាគច្រើនត្រូវបានផលិតឡើងដោយក្រុមហ៊ុន Canon ដែលជាប្រភេទ EF mount នឹងហើយចំណែកឯL mount គឺយើងរកបានជាមួយនឹងក្រុមហ៊ុន Panasonic ក៏មានយើងមានជាមួយនឹង Leica ក៏មានហើយយើងមានជាមួយនឹង Sigma ក៏មានដែរចំណុចទី2ដែលជាភាពខុសប្លែកគ្នារវាង EF mount និង L mount នៅក្នុង Blackmagic Pixie 6K របស់យើងនេះទៅជាមួយនឹង auto focus performance ចំពោះ EF mount នេះគឺភាគច្រើនគឺ inspire ពីប្រភេទកាមេរ៉ា DSLR អញ្ចឹង EF នេះគឺភាគច្រើនគឺប្រើ single auto focus មានន័យថាយើងចុច auto focus មួយគឺវានឹង auto focus ហើយភាគច្រើនគឺអត់មាន performance ជាមួយនឹង continue auto focus បានល្អទេចំណែកប្រភេទពួក L mount ដែលភាគច្រើន technology នេះគឺប្រើជាមួយនឹងប្រភេទពួក mirrorless camera ហើយ L mount មួយនេះគឺមាន auto focus បានល្អជាង EF mount ខ្ញុំអត់និយាយថាវាល្អជាងខ្លាំងនោះទេប៉ុន្តែគឺជា technology មួយដែលអាចថាទៅថ្ងៃអនាគតគេនឹងបន្តប្រើ technology នេះបន្តទៀតហើយដែល performance របស់វាគឺ focus បានល្អជាង EF mount ប៉ុន្តែគឺមិនមែនមានថាយើងទិញប្រភេទ mount នេះហើយយើងប្រើជាមួយនឹងដែលបានមកពី Blackmagic ហើយគឺដូចខ្លួនទេវាអាស្រ័យទៅនឹង firmware update របស់ Blackmagic Pixie 6K របស់យើងដែរអញ្ចឹងបើសិនជា Pixie 6K របស់យើងហ្នឹង performance auto focus របស់វាអត់ល្អទេវាតែ single shot ទេមានថាយើងចុចមួយ auto focus មួយទេអាហ្នឹងក៏ L mount របស់យើងហ្នឹងក៏វាអត់ប្រយោជន៍ដែរគឺវានៅតែ performance វានៅតែដូចទៅនឹងស្រដៀងនឹង EF mount ដែរទេចំណុចទី3ដែលខ្ញុំគិតថាអាចលើកឡើងមកនិយាយបានដែរនោះគឺតាក់ទងជាមួយនឹង mount ជាមួយនឹងកាមេរ៉ាប្រភេទ Pixie 6K របស់យើងនេះគឺមាន EF mount និង L mount អញ្ចឹងទាំងកាមេរ៉ាទាំងពីរនេះបើសិនជាយើងនិយាយពី adapter របស់វាឧទាហរណ៍ថាយើងមាន EF mount ហើយយើងចង់ប្រើជាមួយនឹង L mount អញ្ចឹងយើងអាចមាន adapter មកជំនួយបាននៅកន្លែងនេះអញ្ចឹងទាំង mount ទាំងពីរនេះបើសិនជាខ្ញុំនិយាយដំបូងខ្ញុំគិតថាវាមានការពិបាកប្រើតិចបើសិនជាយើងចង់ប្រើ mount ផ្សេងវាពិបាកថារក adapter ប៉ុន្តែឥឡូវនេះគឺយើងមាន adapter ច្រើនប្រើគ្រប់គ្រាន់ហើយអញ្ចឹងមានថាបើសិនជាយើងចង់ប្រើជាមួយនឹងmount lens ផ្សេងមកកាមេរ៉ាប្រភេទ EF គឺយើងអាចប្រើ adapter ដើម្បីមកជំនួយបាននៅពេលនេះអញ្ចឹងឧទាហរណ៍ថាយើងមាន EF យើងចង់ប្រើជាមួយនឹង mount micro four thirds យើងមាន adapter មកយើងអាច convert បានហើយអញ្ចឹងកន្លែងនេះទៅតងជាមួយនឹងចំណុចទី3នេះទៅតងជាមួយនឹង lens adapter យើងខ្ញុំគិតថាគួរតែលើកមកនិយាយដែរប៉ុន្តែគិតថាមិនសូវសំខាន់ទេជាមួយនឹងភាពខុសប្លែកគ្នារវាង EF mount និង L mount នៅត្រង់នេះ
ចំណុចទី4ដែលជាភាពខុសប្លែកគ្នារវាង EF mount ជាមួយនឹង L mount នោះគឺតទៅជាមួយនឹង electronic communication មានន័យថាអាចជើងចាប់ electronic ដែរចេញពី LAN ទៅកាមេរ៉ារបស់យើងនឹងយើងឃើញថា EF mount គឺវា good វាល្អសម្រាប់ LAN ប្រភេទ EF ប៉ុន្តែដែលយើងអាចធ្វើការគ្រប់គ្រង aperture បានដែលយើងអាចធ្វើការគ្រប់គ្រងauto focus មួយចំនួនបានផងដែរប៉ុន្តែបើសិនជាយើងនិយាយទៅលើ L mount វិញគេនិយាយថា perform well កាន់តែល្អទៀតជាមួយនឹងអាចជើងចាប់របស់វានឹងកាន់តែល្អទៀតមានថាយើងអាចបញ្ជាបានច្រើនជាងនឹងទៀត auto focus ក៏កាន់តែល្អជាង EF mount ទៀតអានេះបើតាមឯកសារតទៅជាមួយនឹង EF mount និង L mount នៅត្រង់នេះចំណុចចុងក្រោយដែលតទៅជាមួយនឹង EF mount និង L mount របស់កាមេរ៉ា Blackmagic P66K នោះគឺតទៅជាមួយនឹងការដែលយើងប្រើផ្ទាល់តែម្ដងអញ្ចឹងកន្លែងនេះចង់មានន័យថាបើសិនជាយើងបំរុងនឹងទិញ EF mount អញ្ចឹងមានន័យថាយើងសម្រាប់អ្នកដែលមាន LAN Canon ច្រើនហើយនៅក្នុងដៃហើយដែលយើងប្រើ LAN Canon ភាគច្រើនហើយបើសិនជាយើងចង់បាន quality រៀងល្អជាងនេះយើងអាចប្រើជាមួយនឹងប្រភេទ LAN Canon Cine ប្រភេទពួករៀងថ្លៃទៀតទៅហើយដែលវាទាមទារយើងប្រើ manual នៅក្នុងនឹងផងដែរហើយបើសិនជាយើងនិយាយទៅប្រភេទ L mount វិញយើងអាចនិយាយថាសម្រាប់ដែលមាន LAN ប្រភេទពួក L នេះច្រើនហើយយើងអាចនិយាយថា L mount នេះគឺអាចផ្ដល់ឲ្យអ្នកប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា auto focus បានល្អជាងហើយយើងមាន lens ផ្សេងទៀតដែល lens ប្រភេទក្រុមហ៊ុនដែលមាន lens ពីក្រុមហ៊ុនផ្សេងទៀតមក support ច្រើនផងដែរជាមួយនឹង L mount មួយនេះអញ្ចឹងខ្លីៗនៅក្នុងនេះខ្ញុំអាចនិយាយបានថាបើសិនជាយើងជ្រើសរើស EF mount នៅពេលណា L mount នៅពេលណាអញ្ចឹងយើងត្រឡប់វិញតួកាមេរ៉ាគឺនៅតែមួយទេប៉ុន្តែបើសិនជាយើងជ្រើសរើស EF mount និងបើសិនជាយើងជាអ្នកដែលមាន Canon lens ច្រើនហើយប៉ុន្តែបើសិនជាយើងអត់ទាន់មាន LAN Canon ទេហើយយើងនៅបំរុងនឹងទិញ LAN ថ្មីឧទាហរណ៍ចង់ទិញ LAN ថ្មីមកប្រើអញ្ចឹងយើងអាចជ្រើសរើសយក L mount បានដែល L mount នេះដូចដែលឯកសារគេបានបញ្ជាក់អញ្ចឹងគឺវាមាន auto focus ល្អជាងហើយវាមានជាមួយនឹងបច្ចេកវិទ្យា auto focus ល្អជាងប្រភេទពួក EF mount កន្លែងនេះខ្ញុំនិយាយថា L mount គឺប្រើនៅបច្ចេកវិទ្យា auto focus ទំនើបជាង EF mount គឺមានន័យថាចេះ EF mount ភាគច្រើនគឺត្រូវបានdesign ឡើងដោយប្រើ auto focus face detect auto focus ដែលជា auto focus មួយដែលផ្ដោតទៅលើកាមេរ៉ាប្រភេទ DSLR អញ្ចឹងឥឡូវនេះគឺមានកាមេរ៉ា mirrorless ភាគច្រើនដែល lens របស់ខ្លួនហ្នឹងគឺប្រើនៅបច្ចេកវិទ្យាប្រភេទ L mount ខ្ញុំអត់និយាយត្រង់ L mount កន្លែងទេខ្ញុំចង់និយាយថាជាបច្ចេកវិទ្យាដែលវាចាប់ contrast ហើយនឹងចាប់ដែលពឹងផ្អែកទៅលើ hybrid auto focus គេមើលឃើញថាប្រភេទពួក L mount នេះគឺជាmount ដែលនឹងត្រូវបានប្រើទៅថ្ងៃមុខច្រើនទៀតអញ្ចឹងភាគច្រើនគឺគេជំរុញឲ្យយើងប្រើ L mount សម្រាប់ future technology future development ហ្នឹងអញ្ចឹងកន្លែងនេះដែលខ្ញុំនិយាយថា L mount គឺជាបច្ចេកវិទ្យាទៅថ្ងៃមុខសម្រាប់កាមេរ៉ារបស់យើងដែលភាគច្រើនគឺត្រូវបាន mirrorless camera យកមកប្រើហើយអញ្ចឹងប្រភេទពួក lens មួយចំនួនមិនថាទាំង Sony មិនថាទាំងប្រភេទកាមេរ៉ា mirrorless អត់និយាយថាប្រភេទពួកកាមេរ៉ា mirrorless គឺត្រូវបានប្រើជាមួយនឹងបច្ចេកវិទ្យា auto focus ដែលមានបំពាក់នៅក្នុង L mount ភាគច្រើនដែរអញ្ចឹងសរុបមកវិញចុងក្រោយនោះយើងឃើញថា EF mount និង PL mount នៅលើកាមេរ៉ា Blackmagic P66K របស់យើងនេះគឺតួម៉ាស៊ីនគឺដូចគ្នាទេខុសនៅតែ mount ប៉ុណ្ណឹងឯងដែលជំរឿនទី1យើងវិភាគទៅលើថាយើងមាន lens អីគេនៅក្នុងដៃរបស់យើងសិនអូថាយើងមាន lens Canon ច្រើនយើងអាចប្រើជាមួយនឹងយើងអាចជ្រើសរើសជាមួយនឹង mount EF បានហើយបើសិនជាយើងអត់ទាន់មាន lens Canon ច្រើនទេយើងតែមាន lens Canon ទេយើងអាចជ្រើសរើសជាមួយនឹង L mount បានដែលដូចយើងដឹងស្រាប់ហើយគឺ L mount គឺវាជា technology មួយទៅថ្ងៃមុខទៀតអញ្ចឹងយើងអាចយក adapt ជាមួយនឹង lens ដូចជា Panasonic ជាមួយនឹង Sigma ឬក៏ Leica ជាមួយប្រើជាមួយនឹងកាមេរ៉ារបស់យើងបានខ្ញុំនិយាយអញ្ចឹងមិនមែនមានន័យថាយើង auto focus ដែលពាក់លើ L mount របស់យើងនឹងលឿនជាងទេអាហ្នឹងអាស្រ័យទៅថ្ងៃមុខ Blackmagic Design ហ្នឹងនឹង update firmware សម្រាប់ P66K ហ្នឹងវាបានល្អប៉ុណ្ណាហ្នឹងឯងជាក់ស្ដែងឥឡូវហ្នឹងគឺ P66K របស់យើងប្រើ single មានថាយើងចង់ focus គឺយើងចុច focus មួយវា focus ឲ្យយើងហើយបើសិនជាយើង move ត្រូវការឲ្យវាមាន continuous auto focus គឺ Blackmagic គឺអត់មាន continuous auto focus ទេអញ្ចឹងកាមេរ៉ាមួយនេះគឺពឹងផ្អែកទៅលើ menu focus ច្រើនអញ្ចឹងបើសិនជានិយាយឲ្យដិតដល់មែនទែនទៅឲ្យស៊ីចម្រើនមែនទែនទៅ
EF mount និង L mount កន្លែងនេះដែលខ្ញុំនិយាយថា L mount ហ្នឹងវា technology វាប្រសើរជាង EF mount ក៏វាអត់ន័យដែរបើសិនជាកាមេរ៉ារបស់យើងហ្នឹងអត់ work ជាមួយនឹង auto focus ជាមួយនឹង mount ទាំងពីរនេះអញ្ចឹងត្រឡប់មកវិញបើសិនជាយើងមាន EF មាន lens Canon ច្រើនហើយគួរតែជ្រើសរើសជាមួយនឹង EF mount ប៉ុន្តែបើសិនជាយើងគិតថា Blackmagic នឹងធ្វើការ update firmware ទៅថ្ងៃមុខធ្វើ auto focus កាន់តែល្អប្រសើរទៅទៀតយើងអាចជ្រើសរើសយក L mount បានផងដែរដែល L mount មានជម្រើសច្រើនហើយវាជា technology មួយទៅថ្ងៃមុខអញ្ចឹងខ្លីៗជាមួយតទៅជាមួយនឹង EF mount និង L mount ទៅលើកាមេរ៉ា Blackmagic Pixie 6K របស់យើងមានតែប៉ុណ្្នឹងជួបគ្នានៅវីដេអូបន្តទៀត